រិយាអភិបាលខេត្តកណ្ដាលបានសម្រេចចាត់សាងភ្នួរកានសែល10រយៈពេល15ថ្ងៃនៅប្រទេសឥណ្ឌាលោកស្រីឧធីតាបានសម្រេចចាត់សាងភ្នួរតាមបំណងបងប្រាថ្នាហើយនៅប្រទេសឥណ្ឌារយៈពេល15ថ្ងៃពោពេញទៅដោយកុសលលើបណ្ដាញសង្គម Facebook របស់លោកស្រីឧធីតាបានលើកសរសេរទាំងស្រុងយ៉ាងដូចនេះថាមិនហើយជីវិតអរគុណគ្រួសារសាច់ញាតិបងប្អូនដែលជួយសម្របសម្រួលឲ្យបំណងប្រាថ្នារបស់ខ្ញុំបានសម្រេចជីវិតដូនជីរក្សាសែល10រយៈពេល15ថ្ងៃនៅប្រទេសឥណ្ឌាពោពេញទៅដោយកុសលចង់ឲ្យអ្នកទាំងឡាយបានភ្លក់រសជាតិតែអាស្រ័យលើបុណ្យចាស់របស់សត្វដូចនេះមានតែជូនបុណ្យសូមបុណ្យដែលខ្ញុំបានកសាងសពកាលបានដល់អ្នកទាំងឡាយអ្នកទាំងពួងទាំងអស់ទាំងអរុបអរិយអ្នកតាទេវតាឥន្ទព្រំសពសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមឲ្យសពសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចដល់សូមអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះសូមជម្រាបថាជារឿយលោកស្រីភរិយាភិបាលខេត្តកណ្ដាលលោកគួចចម្រើនតែងតែចូលរួមលើកស្ទួយពុទ្ធសាសនានិងចូលរួមចំណែកក្នុងកិច្ចការងារសិក្សាព្រះធម៌ជាហូរហែអាចចាត់ទុកថាជាពុទ្ធសាសនូបត្តមដល់ឆ្នើមក្នុងព្រះពុទ្ធសាសនា